បងប្អូនយើងដែលកំពុងតែស្វែងរក laptop សម្រាប់យកទៅធ្វើការងាររដ្ឋបាលក៏ដូចជាការងារស្រាវជ្រាវធ្វើ assignment slide presentation អីផ្សេងៗហ្នឹងណាបងប្អូនអាចមើលជាមួយនឹងម៉ាស៊ីនបង្ក្រប់នេះបាននិយាយទៅម៉ាស៊ីនបង្ក្រប់នេះបងប្អូនទិញទៅគឺចំណេញលើចំណេញលើចំណេញបងប្អូនដោយសារតែតម្លៃរបស់វាគឺធូរថ្លៃខ្លាំងមែនតើអានេះខ្ញុំលក់ក្រោមទីផ្សារឡើង$100ជាងបងប្អូនspec ប៉ុណ្នេះបើសិនជាអេវ៉ាន់យើងធម្មតាទូទៅគេលក់300ជាងតែអេវ៉ាន់នេះខ្ញុំលក់តែ$200ស្ដើងទេបងប្អូនខ្ញុំលក់តែ200ស្ដើងទេមកក្រុមនេះគឺ Surface Pro 5បងប្អូនSurface Pro 5 RAM 8GB storage របស់វាគឺ 256GB បងប្អូនវាប្រើ Core i5 ជំនាន់ទី7 RAM 8 storage 256ម៉ាស៊ីននេះវាស្ទើរតែមួយកន្លែងបងប្អូនគឺ touch របស់វាផ្នែកខាងក្រោមនេះពេលខ្លះវា C ពេលខ្លះវាអត់ C នេះផ្នែកខាងក្រោមខាងស្ដាំដៃនេះបើកន្លែងផ្សេងគឺវា C ធម្មតាចានេះគឺខ្ញុំលក់តម្លៃស្មើនឹងអត់ touch screen ដែរបងប្អូនអានេះយើងសន្មតថា touch ហ្នឹងគឺវាខូចហ្មងទៅតែជាក់ស្ដែងវាមិនមែនខូចទាំងអស់ទេវាខូចដល់កន្លែងហ្នឹងណាវាស្ទើរតែមកក្រោមនេះពេលខ្លះវា C ពេលខ្លះវាអត់ C អញ្ចឹងណាខាងក្រោមហ្នឹងណាតម្លៃធូរខ្លាំងបងប្អូនតម្លៃត្រឹមតែ$200ស្ដើងទេសម្រាប់បងប្អូនយើងដែលអត់ចង់ចាយថវិកាច្រើនហើយចង់បាន laptop កលិបយកទៅប្រើអីអាចមើលជាមួយនឹងម៉ាស៊ីនមួយគ្រាប់នេះបានណាអានេះមុខងារផ្សេងៗគឺនៅដំណើរការទាំងអស់បងប្អូនFace ID scan មុខដោះសោយហ្នឹងគឺនៅដំណើរការធម្មតាទាំងអស់អេក្រង់ល្អបងប្អូនអេក្រង់វាកម្រិតបង្ហាញគឺ 2K+ អានេះបើសិនជាបងប្អូនយកទៅមើលរឿងកំសាន្តវិញនិយាយថាជាតិឈ្ងុយមកទៅហឹងមក speaker 2គ្រាប់ stereo ហើយ Dolby Atmos ទៀតឈ្ងុយមកទៅហឹងហើយអានេះគឺមានលក្ខណៈពិសេសមួយទៀតបងប្អូន laptop មកគ្រាប់នេះគឺបងប្អូនអាចយកទៅដាក់ SIM ប្រើបានដូចជាមួយនឹង iPad ទេបងប្អូនដែលមានតម្រូវការក្នុងការដាក់ SIM ប្រើអ៊ីនធឺណិតអីគ្រាន់តែយក SIM បងប្អូនដែលមានអ៊ីនធឺណិតហ្នឹងចាក់ចូលទៅក្នុងរន្ធនេះទៅគឺអានេះគឺមានអ៊ីនធឺណិតប្រើហើយមិនបាច់ connect Wi-Fi ក៏បានដែរឈ្ងុយមកទៅហឹងមានតែ Mastery ហ្នឹងទេដែលមាន slot សម្រាប់ដាក់ SIM ប្រើណា Surface Pro 5បងប្អូនចឹងសម្រាប់បងប្អូនយើងដែលមានតម្រូវការចង់បានគឺអាចតាក់ទងមកបានណាអរគុណច្រើន